វីដេអូនេះណាសូមផ្ញើជូនទៅដល់បងប្អូនប្រុសដែលគាត់តែងតែគិតខុសមកលើប្រពន្ធណាបងត្រូវគិតថាប្រពន្ធហើយនឹងស្រីគឺខុសគ្នាណាបងសូមបងកុំគិតយកប្រពន្ធហើយនឹងស្រីប្រៀបធៀបដូចគ្នាអសោះប្រពន្ធនៅផ្ទះធ្វើម្ហូបដាំបាយបោកខោអាវលាងចានហើយនឹងមើលកូននិយាយចាំទៅដូចមេដាដៃ100អញ្ចឹងតែចំណែកឲ្យស្រីវិញណាគឺដល់ម៉ោងមកគឺទាតែលុយបងដល់ម៉ោងមកយកលុយទៅទិញលេយកទិញម្សៅការ៉េមលាបនៅពេលណាដែលបងមានលុយគឺស្រីនឹងគេតោងបងហើយក៏ប៉ុន្តែនៅថ្ងៃណាមួយដែលបងអត់មានលុយឲ្យគេក៏ឈប់ស្រឡាញ់បងទៅតាមនឹងដែរហើយពាក្យថាស្រីគឺវាខុសពីប្រពន្ធឆ្ងាយស្រីមិនដូចប្រពន្ធដោយសារអីនៅគេស្រឡាញ់បងគេតោងបងដល់ពេលបងមានលុយទេតែបងអស់លុយក៏គេឈប់ស្រឡាញ់បងតាមនឹងដែរចំណែកឲ្យប្រពន្ធបងវិញណាទោះបីជាបងខ្លះទៅជាមនុស្សបែបណាក៏ដោយចុងក្រោយនៅតែគាត់មើលថែបងហើយបងត្រូវចងចាំណាអ្នកដែលរួមរស់នៅជាមួយបងជាចុងក្រោយហើយជារៀងរហូតដល់ចាស់ស្លាប់រៀងខ្លួនណាគ្មានអ្នកណាក្រៅពីប្រពន្ធបងទេសូម្បីតែគាត់មិននៅជាមួយយើងដែរព្រោះថានៅពេលដែលគាត់មានគ្រួសារទៅគាត់មានប្រពន្ធមានកូនអត់ទៅគឺគាត់រស់នៅជាមួយប្រពន្ធកូនគាត់ហើយគឺគាត់អត់បានមកនៅជាមួយយើងទេអញ្ចឹងបងត្រូវចាំណាពាក្យថាប្រពន្ធមិនមែនប្រពន្ធមិនដូចស្រីហើយស្រីក៏មិនដូចប្រពន្ធដែរបងត្រូវចាំចំណុចកន្លែងហ្នឹងសូមមេត្តាផ្ដល់តម្លៃឲ្យប្រពន្ធឲ្យបានច្រើនស្រឡាញ់ប្រពន្ធនិងយកចិត្តទុកដាក់ហើយនឹងផ្ដល់តម្លៃឲ្យគាត់ឲ្យបានច្រើនផងព្រោះថាប្រពន្ធនេះគឺមានតម្លៃខ្លាំងណាស់គឺបងណាទុកគាត់ប្រៀបដូចស្មើដូចជាពេជ្រគ្រាប់ពេជ្រមួយគ្រាប់និយាយចំទៅគឺថាប្រពន្ធនេះបងត្រូវក្តោបក្តាប់នៅមើលថែគាត់ឲ្យបានល្អព្រោះថាជីវិតគាត់គឺពឹងពាក់លើបងទាំងស្រុងគឺគាត់អត់មានខ្វល់អ្វីទាំងអស់នៅពេលដែលគាត់បានមករស់នៅជាមួយនឹងបងរួចហើយគឺគាត់អត់មានពាក្យថាស្ដាយក្រោយទេអញ្ចឹងប្តីគ្រប់រូបត្រូវចងចាំចំណុចកន្លែងហ្នឹងឲ្យបានមែនតើខ្ញុំលើកពាក្យយកមកនិយាយនេះគ្រាន់តែចង់ផ្ដាំបងប្អូនប្រុសមួយចំនួនដែលតែងតែធ្វើបាបប្រពន្ធកូនកន្លងមកមិនដែលមើលថែគាត់ជាពិសេសនៅពេលដែលប្រពន្ធពោះធំហើយរហូតដល់គាត់បង្កើតបានជាកូនជាចៅហើយនៅពេលដែលគាត់សរសៃខ្ចីគឺគាត់មិនមែនធម្មតាគឺគាត់លះបង់ខ្លាំងហើយដើម្បីប្តីគ្រប់រូបគឺគាត់លះបង់សឹងថាសំបីតែជីវិតដើម្បីប្តីចឹងហើយគួរតែយល់អារម្មណ៍គាត់នៅចំណុចកន្លែងហ្នឹងផងយល់អារម្មណ៍របស់គាត់នឹងមើលថែគាត់បានល្អផងព្រោះថាជីវិតមនុស្សយើងម្នាក់បងប្អូនគឺរួមមិនបានយូរទេមិនដឹងថាទៅថ្ងៃណាមកថ្ងៃណីផងទេបងប្អូនអញ្ចឹងហើយសូមថែរក្សាក្រុមគ្រួសារខ្លួនឯងឲ្យបានល្អហើយកុំយកពាក្យសម្ដីអ្នកដទៃយកមកទុកក្នុងខ្លួន